បាទស្រីបងប្អូនអញ្ចឹងនៅក្នុងលំហាត់នេះគឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៃការធ្វើ banner ប្រភេទនេះមួយអូខេអញ្ចឹងនេះគ្រាន់តែជា banner ជា sample មួយទេអញ្ចឹងឧទាហរណ៍ថា banner នេះគឺខ្ញុំធ្វើប្រវែងរបស់វាបដោយគឺ3ម៉ែត្រហើយនឹងកម្ពស់វា1ម៉ែត្រអញ្ចឹងដើម្បីធ្វើ banner ប្រភេទហ្នឹងបានគឺដំបូងគឺបងប្អូនត្រូវធ្វើការបង្កើតຂະຫນាតវាសិនអញ្ចឹងដំបូងគឺយើងចូលទៅថា file យកទៅថា new បាទអញ្ចឹង banner យើងធ្វើសម្រាប់ print យើងចុចនៅត្រង់កន្លែង print ហ្នឹងមកបន្តមកទៀតយើងចូលនៅលើមួយណាក៏បានដែរខ្ញុំលើខ្ញុំចូលនៅលើ A4 បាទអញ្ចឹងខ្ញុំមកកំណត់ຂະຫນាតនៅត្រង់កន្លែងនេះខ្ញុំយកសង់ទីម៉ែត្រអញ្ចឹងបរិយាវាគឺខ្ញុំដាក់300សង់ទីម៉ែត្រតែពេលកម្ពស់វាគឺខ្ញុំដាក់វា100សង់ទីម៉ែត្រវាស្មើនឹង1ម៉ែត្រអញ្ចឹង color ខ្ញុំយកប្រភេទ CMYK color ខ្ញុំចុច create បាទអូខេចឹងយើងបានផ្ទាំងក្រាសសមួយដែលមានកម្ពស់1ម៉ែត្របរិយាគឺ3ម៉ែត្រអូខេចឹងយើងចាប់ផ្ដើមធ្វើការ design អញ្ចឹងខ្ញុំទាញរូបភាពនេះបញ្ចូលនៅក្នុងក្រាសកិច្ចការថ្មីរបស់ខ្ញុំដើម្បីខ្ញុំយកមកមើលគំរូអូខេអញ្ចឹងជំហានដំបូងគឺខ្ញុំធ្វើការគូររង្វង់ខាងក្នុងនេះមុនចោះបាទខ្ញុំយក ellipse tool យកមកគូអូខេប៉ុណ្ណឹងបន្តមកទៀតខ្ញុំដាក់ពណ៌ណាមួយចោលសិនទៅខ្ញុំដាក់ពណ៌ក្រហមបន្តមកទៀតគឺខ្ញុំ copy វាមួយទៀតដើម្បីធ្វើរង្វង់ខាងក្រៅនេះបាទខ្ញុំចុចនៅលើវាប្រើ shortcut Ctrl C Ctrl F បាទខ្ញុំធ្វើការ break វាធំឲ្យទៅដល់នឹងកែមបាទប៉ុណ្ណឹងបន្តមកទៀតគឺខ្ញុំធ្វើការដោះពណ៌ fill ចេញបន្តមកទៀតគឺខ្ញុំដាក់ពណ៌ stroke ខៀវអញ្ចឹងខ្ញុំបន្ថែមកម្រាស់ stroke ឲ្យធំបាទអញ្ចឹងវា100ចានេះខ្ញុំចង់បានធំជាងនឹងទៀតឥឡូវខ្ញុំដាក់វាត្រឹម300អូខេប៉ុណ្ណឹងអញ្ចឹងខ្ញុំបរួមវាចូលបន្តិចអញ្ចឹងខ្ញុំ select ពីរនឹងបញ្ចូលគ្នាខ្ញុំកិលវាចុះមកក្រោមបន្តិចដើម្បីវាស្មើអូខេប៉ុណ្ណឹងខ្ញុំបរិចវាធំឲ្យស្មើនឹងកែមខាងលើអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតអញ្ចឹងបងប្អូនកលែកមើលរូបរបស់គេនេះគឺវាមករៀងកដាបន្តិចអានេះវាមានកន្លែងគូកោងចេះទៀតណាអញ្ចឹងខ្ញុំទាញវាមកកដាបន្តិចមកប៉ុណ្ណឹងបន្តមកទៀតគឺខ្ញុំធ្វើការចុចនៅលើខាងក្រៅនេះខ្ញុំបំលែង stroke ទៅជា fill ខ្ញុំចុចនៅលើវាខ្ញុំចូល object ខ្ញុំយកទៅថា expand អញ្ចឹងខ្ញុំ expand វាដើម្បីអីដើម្បីខ្ញុំកាត់វាឲ្យចេញជាទម្រង់កន្លែងនេះបាទអញ្ចឹងដើម្បីកាត់បានគឺខ្ញុំប្រើជាមួយនឹង rectangle មួយគូវាប៉ុណ្ណឹងមកបន្តមកទៀតខ្ញុំចុចលើ selection tool បាទខ្ញុំคลิกរង្វង់ rectangle ហ្នឹងមួយខ្ញុំចុច shift ឲ្យជាប់คลิกនៅលើពណ៌ខៀវនេះមួយទៀតបាទបន្តមកទៀតគឺខ្ញុំកាត់វាអញ្ចឹងកាត់គឺខ្ញុំប្រើវាជាមួយនឹង Pathfinder ខ្ញុំយកទី2នេះមកបាទคลิกមកឆ្វេងដាច់ប៉ុតបាទអូខេចឹងប៉ុណ្ណឹងបើសិនជាបងប្អូនគូ rectangle ធំដល់ក្រោមពេលដែលកាត់ទៅគឺវានឹងដាច់ឃើញចំហធំបែបនេះអញ្ចឹងខ្ញុំបែកមកវិញ Ctrl Z ខ្ញុំចង់បានវាគៀកតិចខ្ញុំរុញ rectangle ហ្នឹងឡើងទៅលើប៉ុណ្ណឹងចឹងទៅខ្ញុំកាត់សម័យ select ពីខ្ញុំចូលគ្នាធ្វើការកាត់ប៉ុណ្ណឹងអូខេចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្តទៀតគឺខ្ញុំធ្វើការគូបន្តនេះបាទចឹងដើម្បីគូបានគឺខ្ញុំប្រើជាមួយនឹង pen tool ក៏បាន rectangle ក៏បានខ្ញុំប្រើ pen tool ខ្ញុំធ្វើការ click ចំណុចនេះមួយ click ឡើងទៅលើធ្វើការកាត់បាទប៉ុណ្ណឹងអូខេអញ្ចឹងពេលដែលយើងកាត់មកគឺវាអត់ស្មើនៅត្រង់កន្លែងនេះហើយកន្លែងនេះវារៀងប្រឆិតអញ្ចឹងកន្លែងនេះដើម្បីកែបងប្អូនប្រើជាមួយនឹង direct selection tool ខាងលើនេះមកធ្វើការកែវាប្រឆិតចឹងមកអូខេប៉ុណ្ណឹងបន្តមកទៀតគឺខ្ញុំធ្វើការគូកន្លែងនេះមួយទៀតអញ្ចឹងខ្ញុំប្រើ rectangle ក៏បានដែរ
គូប៉ុណ្ណឹងមកធ្វើការប្រើ direction to ចាប់រុញអូខេប៉ុណ្ណឹងបន្តមកទៀតគឺខ្ញុំធ្វើការ select ពីរនឹងបញ្ចូលគ្នាខ្ញុំរំលាយបាទ unit រំលាយបញ្ចូលគ្នាបន្តមកទៀតគឺខ្ញុំធ្វើការបដូរពណ៌វាអញ្ចឹងខ្ញុំយកប្រើជាមួយនឹង eyedropper tool ចម្លងពណ៌របស់គេអានេះក៏អញ្ចឹង click លើវាចុច eyedropper tool យកម៉ៅមកដាក់នៅលើរបស់គេ click មកឆ្វេងចម្លងពណ៌អូខេអញ្ចឹងប៉ុណ្ណឹងអញ្ចឹងអ្វីដែលខ្ញុំត្រូវធ្វើបន្តទៀតគឺខ្ញុំធ្វើផ្នែកខាងក្រោមនេះមួយទៀតបាទខ្ញុំគូជាមួយនឹង rectangle ទាញមកចំហៀងអញ្ចឹងវារៀងប្រឆាត់ប្រើ direction tool ចាប់ទាញខាងក្រោមនេះក៏អញ្ចឹងបងប្អូនអាច copy អានេះក៏បានដែរចុច Alt ឲ្យជាប់ចាប់ទាញយកហ្មងប៉ុណ្ណឹងហើយបងប្អូនត្រឡប់វាទៅម៉ៅស្ដាមយកពាក្យថា transform reflect បាទត្រឡប់វាមកខាងនេះវិញហើយចុច OK ខ្ញុំរុញវាខ្លីបន្តិចប៉ុណ្ណឹងបន្តបន្តិចខ្ញុំរុញវាទៅក្រោយម៉ៅស្ដាមយកពាក្យថា rank center back អូខេចឹងប៉ុណ្ណឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងគូអា style កោងនេះបាទអញ្ចឹង style កោងនេះគឺខ្ញុំប្រើវាជាមួយនឹង pen tool បាទចុចលើ pen tool ធ្វើការកាត់វាតមកខាងនេះមកភ្ជាប់វាពុតវារាងកោងប៉ុណ្ណឹងបន្តមកទៀតបើសិនជាកាត់ទៅអត់ស្អាតបងប្អូនកែវាបន្ថែមណាបងប្អូនយក direction tool មកកែវាមកចំណុចឲ្យវាកោងប៉ុណ្ណាអញ្ចឹងណាអូខេអញ្ចឹងកន្លែងនេះគឺយើងរុញវាទៅក្រោយចុចលើវាមកស្ដាមយកពាក្យថា rank center back ប៉ុណ្ណឹងអញ្ចឹងយើងមួយទៀតអាពណ៌នេះអត់ចាំបាច់គូមួយទៀតទេ copy យកហ្មងចុចនៅលើវា control C control F ធ្វើការបដូរពណ៌យកពណ៌នេះមួយមកចម្លងពណ៌របស់គេបន្តមកទៀតគឺយើងធ្វើការរុញវាទៅក្រោយមកស្ដាម rank center back ហើយកិលវាប្រើ rookie កិលមកគឺវានឹងចេញមកប៉ុណ្ណឹងចឹងបងប្អូនមើលរបស់គេនេះអាលើនេះធំតែពេលកន្លែងនេះវាទូចអញ្ចឹងកន្លែងនេះវាស្មើគ្នាចឹងបងប្អូនបវលវាមកដាក់ចំកែងធ្វើការបវលវាបែបនេះប៉ុណ្ណឹងអញ្ចឹងពេលដែលបវលវាអត់ស្មើនេះវាដាច់កន្លែងនេះអញ្ចឹងបងប្អូនប្រើជាមួយនឹង direction tool คลิกមកចំណុចនេះចាប់ទាញវាឲ្យត្រូវបន្ទាត់ខាងលើនេះក៏អញ្ចឹងចាប់រុញវាចូលមកខាងក្រោមវិញប៉ុណ្ណឹងជាការស្រេចអូខេអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើងធ្វើការដាក់រូបភាពបញ្ចូលអញ្ចឹងយើងទៅយករូបភាពខ្ញុំទាញរូបគេនេះតម្លាក់ចូលទៅក្នុងហ្នឹងមកធ្វើការបរិយាវាដាក់វាបញ្ចូលអញ្ចឹងខ្ញុំឲ្យរូបភាពនៅពីក្រោមរង្វង់អញ្ចឹងខ្ញុំរុញរង្វង់នៅមកខាងមុខចុចលើរង្វង់ម៉ៅស្ដាមយកពាក្យថា rank bring to front បន្តមកទៀតខ្ញុំ select ពីរនឹងបញ្ចូលគ្នាខ្ញុំម៉ៅស្ដាមយកពាក្យថា make clipping mask អញ្ចឹងគឺវានឹងចូលអញ្ចឹងពេលដែលវាចូលគឺវាអត់ពេញទេអញ្ចឹងដើម្បី break ខ្ញុំចុចនៅលើរូបភាពបងប្អូនកន្លែងមើលខាងលើនេះបាទចុចនៅត្រង់កន្លែង edit content បាទចុចលើហ្នឹងមកធ្វើការ break រូបភាពអញ្ចឹងពេលដែលបងប្អូនអត់ចុចនៅត្រង់កន្លែងហ្នឹងពេលដែល break ទៅគឺវាមកទាំងរង្វង់អូខេអញ្ចឹងយើង break យកផ្នែកណាមួយដែលយើងចង់បានប៉ុណ្ណឹងអូខេអញ្ចឹងរួចរាល់ហើយអញ្ចឹងអ្វីដែលយើងធ្វើបន្តទៀតគឺយើងគ្រាន់តែសរសេរអក្សរធម្មតាហើយនឹងគូរង្វង់នេះទេបាទចាឥឡូវខ្ញុំធ្វើការសរសេរអក្សរខ្ញុំដាក់វាធំតិចទៅខ្ញុំដាក់វាដល់200អក្សរតទៅបន្តិចខ្ញុំសេ banner banner design ប៉ុណ្ណឹងបន្តមកទៀតខ្ញុំបរិយាវាធំ
ខ្ញុំធ្វើការបដូរ font បងប្អូនដាក់ font មួយណាក៏បានដែរត្រង់កន្លែងនេះណាលើថាខ្ញុំយក font នេះចុះបន្តមកទៀតអក្សរនេះវាពីរពណ៌ខុសគ្នាខ្ញុំឈរនៅលើ title មកខ្ញុំ select នៅលើវាខ្ញុំធ្វើការចាក់ពណ៌ច្រឡងពណ៌គេទៅប៉ុណ្ណឹងចឹងកន្លែងនេះយើងសរសេរអក្សរធម្មតាទេជា sample ខ្ញុំគ្រាន់តែយក rectangle នេះមកខ្ញុំឆូតនៅលើវាគូចឹងមកអូខេប៉ុណ្ណឹងហើយកន្លែងនេះយើងគូ ellipse ខ្ញុំច្រឡងពណ៌របស់គេតទៅទៀតខ្ញុំ copy វាឲ្យបាន3អញ្ចឹងកន្លែងនេះយើងគូបន្ទាត់មួយយើងប្រើ line ទៅដាក់ពណ៌ line បន្ថែមកម្រាស់ stroke copy វាចុច A ចាប់ទាញអូខេចឹងប៉ុណ្ណឹងទេហើយកន្លែងនេះគឺគ្រាន់តែយើងសរសេរអក្សរធម្មតាដាក់ពីក្រៅមកជាការស្រេចអូខេចឹងតាក់ទងនឹង banner នេះគឺយើងបាន design រួចរាល់ហើយអូខេចឹងវីដេអូនេះគឺខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងអរគុណសម្រាប់ការទស្សនា